មកទៀតនោះគឺសុំចាំមួយផ្លែតខ្ញុំមានពាក្យនិយាយខ្ញុំចង់កែប្រែច្បាប់ក្នុងនយោបាយពួកយើងពួកអ្នកនយោបាយរបស់យើងគ្រប់គ្នាគួរតែដាក់ខ្លួនបន្តិចពិចារណាទង្វើរបស់ខ្លួនឯងប្រទេសកូរ៉េពួកយើងគឺមានរដ្ឋសភាអស់រយៈពេលជាង60ឆ្នាំហើយមួយរយៈនេះមានអ្នកនយោបាយជាច្រើនដែលមានបំណងចង់ចូលក្នុងរដ្ឋសភាពួកគេចង់ក្លាយទៅជាអ្នកនយោបាយដែលមានសមត្ថភាពហើយទទួលបានសិទ្ធិអំណាចពិតប្រាកដប៉ុន្តែនយោបាយចាស់មិនបានធ្វើការកែប្រែពិតប្រាកដទេតែហេតុអីទៅគឺព្រោះតែទាំងអស់គ្នាមើលទឹកមុខថ្នាក់លើលាក់ពីកូនចំហខ្លួនឯងឲ្យតែមានអ្នកមានអំណាចធំជាងខ្លួនឯងដាក់បញ្ជាមកពីលើគឺលែងហ៊ានធ្វើអ្វីហើយទោះជាប្រើវិធីផ្លាស់ប្ដូរចំនួនថ្មីបង្កើតក្រុមរដ្ឋសភាថ្មីបន្ថែមទៀតនោះក៏គ្មានមធ្យោបាយកែប្រែមុខមាត់អាក្រក់របស់អ្នកនយោបាយពួកយើងបានដែរខ្ញុំបាននិយាយប្រាប់កូនប្រុសខ្ញុំថាកុំវាយគ្នាឆ្លោះគ្នាជាមួយមិត្តភក្តិអីត្រូវតែរាប់អានគ្នាឲ្យល្អត្រូវធ្វើជាកូនល្អដែលចេះគោរពតាមការសន្យារបស់ខ្លួនឯងប៉ុន្តែពួកមនុស្សចាស់ចាស់បែរជាមិនអាចគោរពសន្យាទៅវិញម៉ាក់យាយបានល្អណាស់មែនទេលោកយាយបាត់ជាល្អមែនអ្នកនយោបាយគ្រប់គ្នារលើកបោះឆ្នោតដើម្បីបានស្លឹកឆ្នោតប្រកាសជានិយាយថានឹងគោរពតាមសន្យាចំពោះអ្នកទាំងអស់គ្នាប៉ុន្តែឥឡូវខ្ញុំនៅទីនេះនិយាយពួកយើងអ្នកប្រឡូកក្នុងនយោបាយមិនបានគោរពតាមសន្យាដែលនិយាយជាមួយពលរដ្ឋទេអ្នកនយោបាយដែលមិនគោរពដល់ប្រជាពលរដ្ឋមូលហេតុដែលមានចរិតធ្វើការយឺតបែបនេះខ្ញុំយល់ថាប្រជាពលរដ្ឋទាំងអស់ត្រូវទទួលខុសត្រូវដែរប្រជាពលរដ្ឋដែលមិនពេញចិត្តនឹងនយោបាយមិនក៏មិននិយាយចេញមកបញ្ជាក់ពីការមិនពេញចិត្តចំពោះពួកគេទៅពួកអ្នកនយោបាយមិនមែនខ្លាចប្រជាពលរដ្ឋទេគឺព្រោះតែអត់មានមនុស្សខ្លាចអញ្ចឹងហើយទើបមិនធ្វើតាមសំណូមពររបស់ពលរដ្ឋយល់ថាអនាគតរបស់បកសំខាន់ជាងអនាគតរបស់ប្រទេសទៅទៀតមិនព្រមព្រោះតែរឿងនេះយល់ថាខ្មាស់គេសោះប្រជាពលរដ្ឋទាំងអស់ជាម្ចាស់របស់ប្រទេសកូរ៉េពួកយើងប្រជាពលរដ្ឋទាំងអស់គឺជាឪពុកម្ដាយដែលចិញ្ចឹមនិងបដៅអ្នកនយោបាយកូនចៅដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយត្រូវបង្រៀនគេបើសិនជានៅមិនស្ដាប់បង្គាប់ទៀតគឺត្រូវតែបដៅនិងដំបងក្តីស្រឡាញ់ជាមួយគេម្ដងប្រជាពលរដ្ឋទាំងអស់គ្នាគឺជាក្តីសង្ឃឹមរបស់នយោបាយក្នុងប្រទេសពលរដ្ឋទាំងអស់គ្នាសូមនាំគ្នាកាន់ដំបងឡើងប្រើដំបងកាន់ក្នុងដៃរបស់អ្នកទាំងអស់គ្នាត្រូវប្រើដំបងសម្ដៅទៅពួកអ្នកនយោបាយដែលមិនខ្លាចដែលមិនចេះខ្មាស់គេនោះចង់ធ្វើឲ្យពួកគេខ្លាចជាមនុស្សដែលធ្វើការដើម្បីប្រជាពលរដ្ឋពិតប្រាកដដោយចិត្តស្មោះនោះត្រូវតែបង្រៀនត្រូវតែបដៅពួកគេប្រាប់គេថាម្ចាស់ប្រទេសមួយនេះការពិតជាអ្នកណាទៅដំបងរបស់ពលរដ្ឋទាំងអស់ត្រូវតែបង្វិលសម្ដៅមករកនយោបាយរបស់ប្រទេសទៅបាន